របៀបថាមកអាឡម៉ង់ណាប៉ុន្តែដល់ពេលចូលមកហាងមកញ៉ាំអីគឺមកហាងជប៉ុនតែពេលមកដល់ភ្លាមអត់ខកចិត្តទេអ្នកនរគ្នាមើលតែ cake មើលការ decor រៀបចំរបស់គេទៅគឺស្អាតខ្លាំងមែនទែនមិនត្រឹមតែ decor ស្អាតទេអ្នកនរគ្នាសូម្បីតែរសជាតិវិញគឺខ្ញុំឲ្យ9លើ10វិញមិនថាជាប្រភេទនឹង cake mochi ហើយនឹង matcha ហ្នឹងទេគឺញ៉ាំតាំងក្រែមតាំងទឹកគឺឆ្ងាញ់ខ្លាំងមុនដំបូងឡើយទៅហាងហ្នឹងគឺគាត់ថាហាងបានអាឡម៉ង់ទេជនជាតិអាឡម៉ង់ព្រោះតែសារតែខាងគុណជនជាតិអាឡម៉ង់គេ recommend ច្រើនណាពេលដល់គ្នា research មើលតែមានអ្នកនរគ្នាទៅដល់ហ្នឹងគឺហាងជប៉ុនគេបើកនៅអាឡម៉ង់ហ្នឹងប៉ុន្តែគេ rate ខ្ពស់គេចូលចិត្តដល់ហើយកន្លែងនេះដំបូងឡើយពួកខ្ញុំគឺនឹងអង្គុយកន្លែងដែលគាត់លេង piano ហ្នឹងអ្នកនរគ្នាប៉ុន្តែដោយសារគាត់មកសុំឲ្យយើងជួយដូរកន្លែងនឹងគាត់បានអត់ឲ្យមកឡើង gentleman ហ្មងតែមានអីនឹងអង្គុយនៅហ្នឹងហើយគាត់បានលេងភ្លេងកំដរទេ piano ហើយដោយសារខ្ញុំចូលចិត្ត piano ដែរអញ្ចឹងពេលដែលគាត់លេងហ្នឹងគឺបត់ឡើងងងលួចហើយបន្ទាប់ពីចេញកន្លែងដែលគេលក់ cake ហ្នឹងហើយពួកខ្ញុំបានដើរតាមមាត់ទឹកណាអ្នកទាំងអស់គ្នាឆ្លងស្ពានឆ្លងអីហើយដើរទៅមើលកៅអៅរបៀបថាកៅអៅមកទឹកអីអញ្ចឹងប៉ុន្តែស្អាតអ្នកទាំងអស់គ្នាគាត់ថាខ្ញុំពាក់អត់ត្រូវទេសាយរបស់គេទៅធំណាស់ហើយពេលល្ងាចមុននឹងពួកខ្ញុំត្រឡប់ទៅដមសាលាវិញគឺនាំគ្នាទៅញ៉ាំអីសិនញ៉ាំមីចិន2ចានគឺ31យូរ៉ូជាងអញ្ចឹងវាជិត$35យើងហើយតែហល់អ្នកនរគ្នាពួកចានធំមកអូខេអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេបាយបាយ